ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះបង្ហាញនៅវីដេអូមួយទៀតចែកជូនពុកម៉ែបងប្អូនទស្សនាលេខកំសាន្តអញ្ចឹងទៅបងប្អូនបាទនៅក្នុងថ្ងៃនេះគឺខ្ញុំមកឆ្លងដទៀតបងប្អូនណាគឺឆ្លងនៅទន្លេចតុមុខគឺនៅឆ្លងទៅនៅចិត្តកោះពេជ្របងប្អូនបាទឃើញថាថ្ងៃនេះឃើញថាមេឃស្រឡះហើយក៏មេឃក្តៅខ្លាំងដែរហើយក៏ឃើញមេឃផ្ទៃមេឃស្រស់ស្អាតក៏ធ្វើវីដេអូនេះចែកជូនបងប្អូនទស្សនាដែលទៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាទស្សនាលេខហ្នឹងទៅបងប្អូនហើយឃើញថាយើងនៅត្រើយមកខាងយើងប្រឌិតយកនៅវីដេអូដែលចាប់នៅរូបភាពគឺអាគារខ្ពស់ៗពិតជាស្រស់ស្អាតខ្លាំងណាស់បងប្អូននៅម្ដុំ Naga World បាទនៅម្ដុំកោះពេជ្រហ្នឹងឯងអាគារខ្ពស់ៗមើលទៅស្កឹមស្កៃល្អមែនទែនបងប្អូននេះគឺជាវីដេអូទាំងស្រុងនៃការឆ្លងសាឡាងរបស់ខ្ញុំដែលខ្ញុំមកពីស្រុកកំណើតលេងហើយក៏ធ្វើវីដេអូនេះចែកជូនពុកម៉ែបងប្អូនហ្នឹងទៅហើយឥឡូវនេះពួកខ្ញុំបានចេញដំណើរទៅបងប្អូនគឺឆ្លងមកពីអរិយស័ព្ទឆ្លងមកចូលភ្នំពេញវិញបាទហើយទឹកឃើញថាខៀវស្អាតបងប្អូនគឺខៀវស្រងាត់តែម្ដងមើលទៅដូចជាទឹកសមុទ្រអញ្ចឹងតែជំរាបពុកម៉ែបងប្អូនដែរថានៅទន្លេចតុមុខនេះគឺទឹកមានទឹកពណ៌សនិងទឹកពណ៌ខៀវបងប្អូនណាតែទឹកសាបដូចគ្នាបាទតែវាហូរមកជួសមុខគ្នានៅកន្លែងនេះគឺមុខ4មានន័យចតុប្រែថា4បងប្អូនជាភាសាបាលីបាទគឺមានមុខ4ទន្លេដែលមានមុខ4គឺហូរមកចម្រុះគ្នាតែទឹកមានន័យទឹកសាបដូចគ្នាតែមួយខាងពណ៌សមួយខាងទៀតក៏ពណ៌រាងខៀវហ្នឹងហើយចង់ខៀវពណ៌ផ្ទៃមេឃអញ្ចឹងណាវាហូរមកពីផ្នែកផ្សេងគ្នាបងប្អូនហ្នឹងហើយវាហូរមកពីបណ្ដាញប្រទេសផ្សេងគ្នាអញ្ចឹងណាឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរឆ្លងបានជិតពាក់កណ្ដាលទន្លេបងប្អូនហើយឃើញថាទេសភាពក៏ស្រស់ស្អាតហើយក៏ឃើញបងប្អូននេសាទក៏ច្រើនតែដោយសារតែវីដេអូរៀងនៅឆ្ងាយខ្ញុំមិនតន់ចាប់ទូកនេសាទទេបាទនេះគឺជាសាឡាងដែលឆ្លងពីកោះពេជ្រឡើងមកអរិយស័ព្ទវិញគឺមួយថ្ងៃគឺមានន័យថាយើងឆ្លងទៅមកអត់ឈប់ទេបងប្អូនគឺមានមនុស្សគ្នាជាច្រើនដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាអញ្ចឹងណាមានន័យយើងបញ្ច្រាស់ទិសគ្នាគេទៅយើងមកគេទៅអញ្ចឹងទៅឃើញថាច្រើនអីក៏ធ្វើដំណើរជាប្រចាំថ្ងៃហ្នឹងទៅអត់មានថ្ងៃណាអាក់ខានទេបងប្អូនបើបងប្អូនខ្លះគាត់អត់ចង់ឆ្លងដឬក៏ថាឆ្លងទូកគាត់អាចទៅដាក់ព្រៃវែងគឺគាត់អាចជិះទៅតាមស្ពានព្រៃតមៈបានបាទគឺតាមព្រៃតមៈទៅគឺឡើងទៅបងប្អូនណាហើយនេះគឺខ្ញុំឡើងទៅថតពីលើបងប្អូនគឺឡើងទៅកន្លែងបងបើកសាឡាងបងជាអ្នកកាន់ម៉ាស៊ីនឬក៏ជាអ្នកកាន់ចង្កូតបាទឡើងទៅលើទៅបានយើងប្រឌិតយកនៅវីដេអូមើលទៅឃើញទាំងស្រុងហើយក៏ស្រស់ស្អាតយើងមើលពីកន្លែងការឆ្លងដនេះទៅឃើញស្ពានការដែលយើងឃើញស្ពានក៏អីឆ្លងពីកោះពេជ្រឡើងទៅកោះនរាយអញ្ចឹងបងប្អូនណាវាស្រស់ស្អាតបងប្អូនយើងមើលទៅពិតជាប្លែកភ្នែកដែរនេះឃើញទឹកភោគខៀវបងប្អូននេះខ្ញុំចានពរិចនេះអានេះខ្ញុំព្រិចឃើញទូកបងនេសាទដែលគាត់នេសាទដាក់វៃមួងវៃអីហ្នឹងបងប្អូនហើយក៏ឃើញគាត់ច្រាវមួងឡើងតែអត់ឃើញបានត្រីបានទេដូចជាអត់ត្រូវទឹកថ្លាពេកត្រីអាចនឹងមើលមួងឃើញអញ្ចឹងណាបាទគាត់កំពុងតែច្រាវមួងហើយនេសាទត្រីបងប្អូននេះទូកនេសាទនៅមុខនៅទន្លេនៅម្ដុំជាតិកោះពេជ្របងប្អូនត្រើយមកខាងអានេះកោះពេជ្របាទហើយនេះក៏អានេះកោះពេជ្របងប្អូនបាទសូមអធិស្ឋានកោះពេជ្រមិញហ្នឹងអាចជាកោះនរាយបាទហើយទូកដគឺសាឡាងគឺឆ្លងទៅមកច្រើនបងប្អូនមួយថ្ងៃហើយនេះបងប្អូនអាចមើលឃើញទឹកមួយខាងសមួយខាងពណ៌ខៀវបងប្អូន
ខ្ញុំចាប់វីដេអូទៅពីចម្ងាយបងប្អូនអាចមើលឃើញគឺទឹកពណ៌សនិងពណ៌ខៀវខ្ញុំថាផ្ទៃមិនចុះវាមិនចំខៀវប្រហែលទេខៀវព្រឹងអានោះសឈូសតែម្ដងសឆ្លែតណាបាទឃើញថាទឹកវាហូរមកពីប្រភពផ្សេងគ្នាអញ្ចឹងវាអាចនឹងប្លែកពីគ្នាបងប្អូនវាអាចមិនចូលគ្នាទេម្ខាងសម្ខាងខៀវយ៉ាងនិយាយអញ្ចឹងទៅចុះបងប្អូនទឹកពណ៌ខៀវគឺស្អាតបងប្អូនហើយចាំមើលទៅដល់មុខទៅទៀតគឺឡើងពណ៌សតែម្ដងអានេះគឺម្ខាងម្នាក់បាទអញ្ចឹងវីដេអូនេះគឺគ្រាន់តែចង់បង្ហាញពុកម៉ែបងប្អូនអំពីការឆ្លងសាឡាងតមករបស់ខ្ញុំសឹងតែមួយខែពីរខែឆ្លងសឹងពីមួយខែសូមអធិស្ឋានសឹងតែមួយខែឆ្លង 3-4 ដងបងប្អូនដោយសារតែខ្ញុំមានការបានធ្វើដំណើរញឹកញាប់ទៅផ្ទះលេងអញ្ចឹងណាបងប្អូនបាទហើយឃើញថាទេសភាពមួយថ្ងៃទៅមួយថ្ងៃគឺមើលទៅស្រស់ស្រាយស្រស់ស្អាតក៏ធ្វើវីដេអូនឹងចែកម្លែកពុកម៉ែបងប្អូនហ្នឹងទៅនេះគឺសាឡាងរត់នេះដល់កន្លែងទឹកសាបបងប្អូនដល់សូមអធិស្ឋានបងប្អូនទៅដល់កន្លែងទឹកពណ៌សនេះគឺដល់ហើយនេះឃើញទេទឹកសម្ខាងទឹកប្រៃម្ខាងទឹកពណ៌ខៀវម្ខាងចឹងបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណេះបងប្អូនណាហើយក៏សូមអធិស្ឋានដែរបងប្អូននិយាយទៅរដិរដប់ដូចជាមិនច្បាស់ឬក៏ចំអក្សរាវិរុទ្ធអីក៏សូមពុកបងប្អូនអធិស្ឋានផងដោយសារតែខ្ញុំជាអ្នកខេត្តកំពតទេស្រុកកំណើតពិតតែមានប្រព័ន្ធមានអីនៅខាងព្រៃវែងអញ្ចឹងណាហើយយើងរៀននិយាយតាមអ្នកព្រៃវែងនិយាយមិនតាន់បាន 100% បងប្អូននៅនិយាយពាក្យខុសអក្សរាវិរុទ្ធច្រើនហើយយើងអ្នកខេត្តកំពតបងប្អូនដឹងហើយណាបងប្អូនអរគុណច្រើនសម្រាប់ការចូលទស្សនានៅវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាហើយនេះជាវីដេអូដែលចែកម្លែកអំពីទេសភាពនៅតាមដងទន្លេឬក៏ថាទេសភាពនៅទីក្រុងភ្នំពេញយើងនេះបាទសូមអរគុណច្រើននិងសូមជម្រាបលាដែរពុកម៉ែបងប្អូនសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទ